แล้วយើងមកដល់អាកាសយានដ្ឋានអន្តរជាតិដែលចូលហើយយើងចំណាយពេលធ្វើដំណើរប្រហែលជា1ម៉ោងកន្លះពីវងមូលគួយកណ្ដុងរហូតមកដល់អាកាសយានដ្ឋាននេះមកដល់ពេលល្ងាចទេសភាពស្អាតមែនទែននៅអាកាសយានដ្ឋានថ្មីរបស់យើងស្អាតមែនទែនអាកាសយានដ្ឋានរបស់យើងហើយយើងមកដល់ក្នុងនេះអេមែនទែនហើយយើងមកដល់ខាងក្នុងហើយខាងចំនេះគឺជាកន្លែងមកដល់ហើយសម្រាប់អ្នកដែល departure គឺយើងទៅឡើងជាន់ទី1តែឥឡូវនេះយើងសុំទៅបន្ទប់ទឹកមួយទៅទឹកមួយសិនភាសានឹងជិះនៅលើឡានចង់ជិត2ម៉ោងយើងមកដល់ជាន់ខាងលើជាន់តែទីចេញដំណើរបាទអញ្ចឹងខ្ញុំនឹងជិះជាមួយនឹង Boeing 777 300 Air របស់អាមេរិកនេះเป็นហោះអញ្ចឹងឥឡូវនេះយើងមកដល់ឌូបៃកាសយានដ្ឋានឌូបៃដើម្បីតជើងហោះទៅកាន់ជីណាវ៉ាទៀតតនេះមកដល់នេះមកមួយព្រឹកនៅឌូបៃរៀននេះទៅមកសុំបាទតជើងហោះឡើងណាហេតុអីយើងឥឡូវនេះខ្ញុំឃើញគេខ្ញុំមកគឺ B31 AXB មិញបាទនឹងហាងពីខ្លះបែបបែបបានត្រូវមើលទេឥឡូវយើងរកដែលយើងឃើញហើយ B31A ឬជីណាវ៉ាเป็นโอ้สกาย